បាទសួស្តីបងប្អូនចឹងថ្ងៃនេះខ្ញុំចង់ចែកម្លែកបងប្អូនអំពីការប្រើប្រាស់ Word Art នៅក្នុងកម្មវិធី Microsoft Word ចឹងអត្ថប្រយោជន៍របស់ Word Art ហ្នឹងវាយើងយកទៅដើម្បីឆ្លាក់អក្សរធ្វើជាក្របសភៅធ្វើជាអីផ្សេងហ្នឹងបាទចឹងដើម្បីចូលទៅដាក់ Word Art ហ្នឹងបងប្អូនចូលទៅ Insert ហើយយកពាក្យថា Word Art អញ្ចឹងWord Art ហ្នឹងកន្លែងហ្នឹងវាអាចបង្ហាញទម្រង់ដូចរបស់ខ្ញុំអញ្ចឹងឬក៏ទម្រង់ផ្សេងពីរបស់ខ្ញុំរៀងខុសគ្នាបន្តិចវានេះដោយសារវា version ផ្សេងគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងដោយសារកម្មវិធីហ្នឹងវាចំនួនវាខុសគ្នាអញ្ចឹងបើសិនជាចំនួនមុនអីវាអាចមានគំរូស្រាប់ឃើញរូបរាងវា 3D ឬក៏វាកោងវាអីស្រាប់អញ្ចឹងទៅតែចំនួននេះ2019 2016ឬ2013មួយចំនួនអីក៏វាចេញបែបនេះដែរអញ្ចឹងបើចេញបែបនេះបងប្អូនមួយចំនួនអាចនឹងពិបាកក្នុងការស្វែងរកធ្វើវាកោងធ្វើអីអត់ទាន់ច្បាស់ចឹងបងប្អូនទស្សនាវីដេអូនេះទៅបងប្អូននឹងទទួលបានចំណេះដឹងមួយហ្នឹងហើយបាទអញ្ចឹងដើម្បីដាក់ Word Art ហ្នឹងយើងចូលមកអានេះវាជា style ស្រាប់ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ធម្មតាសិនវាអត់ទាន់មានស្រមោលអត់ទាន់មានអីអញ្ចឹងទៅដើម្បីខ្ញុំបង្ហាញបងប្អូនបន្ថែមស្រួលបាទអញ្ចឹងឧទាហរណ៍ថាចេះវាសខ្មៅហើយបើយើងចង់បានអក្សរខ្មែរយើងត្រូវបដូរ font បាទយើងដូរដូចយើងវាយធម្មតាហ្នឹងអញ្ចឹងខ្ញុំដាក់ font មួយនេះហើយលុបវាចោលយើងវាយពាក្យថាខ្ញុំដាក់អញ្ចឹងជាណាចក្រកម្ពុជាបាទអញ្ចឹងដាក់ប៉ុណ្ណឹងបើថាដាក់ប៉ុណ្ណឹងហើយខ្ញុំចង់បដូរពណ៌ឲ្យវាទៅជាពណ៌ចម្រុះពណ៌ឬក៏មកពណ៌អីហ្នឹងអញ្ចឹងយើងចូល format បាទអញ្ចឹង format ហ្នឹងវាចេញបានលុះត្រាតែយើងចុចនៅលើ Word Art ហ្នឹងអាហ្នឹងបាទវាបង្ហាញពាក្យថា format ហ្នឹងឲ្យយើងអញ្ចឹងបើវានៅ home យើងចុចលើ format ហ្នឹងមកអញ្ចឹងវាបង្ហាញផ្ទាំងនេះមួយបាទអញ្ចឹងបង្ហាញផ្ទាំងហ្នឹងអាកន្លែងនេះគឺសម្រាប់ដាក់ពណ៌ផ្ទៃរបស់ shape បាទអញ្ចឹងបើវាមាន2បង្ហាញ2បែបហ្នឹងគឺអាហ្នឹងវាអាមួយសម្រាប់បោះ shape អាមួយសម្រាប់អក្សរ Word Art យើងអញ្ចឹង Word Art យើងត្រូវដូរផ្ទៃដូរអីនៅនេះអានេះសម្រាប់ដូរមកពណ៌បងប្អូនមកដូរនៅនឹងបានចុះបើចង់បាន2 3ពណ៌ហៅថាពណ៌ gradient អញ្ចឹងបើពណ៌ gradient បងប្អូនត្រូវយក gradient នេះបាទចូល gradient នឹងមកអានេះវាជាគំរូស្រាប់មួយចំនួនចុះបើយើងអត់ចង់បានស្រាប់មួយចំនួនហ្នឹងយើងចង់បានឲ្យវាច្រើនតាមចិត្តយើងចង់ដាក់តាមចិត្តយើងអញ្ចឹងយើងត្រូវយក more gradient នេះបាទអញ្ចឹង more gradient វាចេញផ្ទាំងនេះមកនៅខាងនេះអញ្ចឹងបន្ទាប់មកយើងនេះមើលអាពងវានេះមកយើងចុចលើវាយើងដូរពណ៌មកឧទាហរណ៍ថាដំបូងនេះខ្ញុំចង់ដាក់ក្រហមកដានេះខ្ញុំចង់ដាក់ពណ៌លឿងអីទៅអានេះខ្ញុំដាក់ពណ៌ខៀវអីទៅឬស្វាយទៅលឿងកដានេះវាឆេះពេកខ្ញុំដាក់ពណ៌ខៀវទៅឲ្យវាស្រួលមើលចុះបើចង់បន្ថែមអានឹងទៀតបានចុចលើនេះមកបូកមកយើងថែមហើយពណ៌អញ្ចឹងដាក់ពណ៌លឿងមកមួយទៀតបាទចឹងមកពណ៌នេះវានៅគៀកចុងពេកឃើញតិចពេកទាញវាចូលកដាតិចមកចឹងឲ្យវាឃើញពណ៌បានច្រើនគេចឹងយើងលៃវាចឹងអាហ្នឹងហៅពណ៌ gradient បាទបើដាក់អញ្ចឹងនេះយើងបវល់មុំវាមកយើងបវល់នេះកន្លែងនេះយើងអត់ដាក់90អញ្ចឹងឯងដាក់0វិញមកវាប្រឆិតដេញមកចេះវិញអញ្ចឹងវាបវល់ពណ៌បើមុំ45វាប្រឆិតវិញបាទនេះអញ្ចឹងបងមើលតាមហ្នឹងអាហ្នឹងតើទៅនឹងពណ៌
hay tỏ máu sung chung vinh với năng bờ phần shop stroke vì để chung với nhà xó line và tuột chung với nhà xó dương chỗ xếp online nhưng máu và chẳng thấy dương thôi nhầm đạp vào máy chứ oh sorry xong to bạn xong to chẳng xếp online níแบบซุ่มนี่เหตุออฟนี่แชร์ไปจังเนี่ยถ้าออนไลน์บ่าสำหรับปอซอซุ่มจงไปซอบ่าจังเคยออนไลน์เบียนแต่ยัยไอ้ต่อมาnhầmใจในขนมฟัดจังฟัดเบียนสัตว์โดนั่นสมาลเบียสัตว์โดนั่นสมาลแจกขนอยนั่นสัตว์โดบ่าถ้าយើងស្រឡាញ់ style មួយណាយើងរើស style មួយហ្នឹងទៅបាទរៀងមានស្មៅតិចតិចហើយថា effect ទៀត reflection អាហ្នឹងដូចកញ្ចក់អញ្ចឹងវាឆ្លោះបាទស្មៅឆ្លោះអញ្ចឹង reflection ហើយបន្តមកចុះ effect ទៀត glow អញ្ចឹងពាក្យ glow នេះគឺវាស្មៅព្រាពតជុំវិញអញ្ចឹងណាបាទចានេះវាកាន់តែធំកាន់តែក្រាស់អីអញ្ចឹងនឹងយើងរើសស្រាប់អញ្ចឹងចង់ដូរពណ៌នេះយើងចូលមកនេះតែបើយកពណ៌ស្រាប់ហ្នឹងយើងរើសមកអញ្ចឹងមកឧទាហរណ៍ហើយបន្តមក bevel នេះអានេះវាលក្ខណៈធ្វើឲ្យវារៀងផុសឡើងឬក៏ផតអីហ្នឹងអានេះយើងរើសវាហ្នឹងហើយ 3D យើងអាចរើសនេះចឹងទៅ style 3D វិលបាទនេះអត់វិលទេវាឃើញផុសទៅក្រោយតែដោយសារយើងដាក់ stroke ដាក់អីទៅវាមើលទៅវាអត់ឃើញវាជន់គ្នាច្រើនចឹងចំណុចសំខាន់នៅ line នេះបងប្អូនចង់ឲ្យវាកោងឲ្យវាអីហ្នឹងនេះបងប្អូនអាចរើស style ដូចនេះចឹងបងប្អូនមួយចំនួនអាចមិនតាន់ដឹងទេ line ហ្នឹងបាទចឹងនេះថាខ្ញុំដាក់ style ចឹងអីចឹងទៅបាទហ្នឹងនេះហើយមួយទៀតបងប្អូនឆ្លាតអក្សរហើយពេលខ្លះចេះឧទាហរណ៍ថាឆ្លាតហ្នឹងហើយចង់ទាញវាធំតាមស៊ុំរបស់យើងណាដែលយើងធ្លាប់ជួបបញ្ហាដែលភាគច្រើនគឺមានចម្ងល់តាក់ទងនឹង line ហ្នឹងទាញទៅវាអត់ធំតាមយើងតាមដៃតាមម៉ៅយើងតាមប្រអប់យើងអញ្ចឹងណាអញ្ចឹងគឺយើងចូលអានេះហើយយកកន្លែងនេះមកបាទយកអាហ្នឹងមកវាទាញធំតាមដៃអាហ្នឹងងាយស្រួលណាកាលណាយើងឆ្លាក់ Word Art យើងដាក់អាហ្នឹងមកគឺទាញធំតាមដៃមកស្រួលយើងចង់នេះប៉ុណ្ណាក៏បានបាទអញ្ចឹងនេះដូច Word Art វាមានចំណុចវាមានតែប៉ុណ្ណឹងអានេះជាគំរូស្រាប់បងប្អូនរើសអាហ្នឹងទៅគឺវាជាប់អាហ្នឹងហើយបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំនៅក្នុង Word Art មានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាវីដេអូនេះជាចំណេះដឹងបន្ថែមទៀតសម្រាប់បងប្អូនហើយបើមានចម្ងល់អីផ្សេងអាច comment នៅក្រោមវីដេអូហ្នឹងទៅខ្ញុំនឹងឆ្លើយតបនឹងឬក៏ធ្វើវីដេអូឆ្លើយតបទៅតាម comment របស់បងប្អូនបាទបើសិនជាមានចម្ងល់បាទអរគុណច្រើនសម្រាប់ការទស្សនាបាទ